របៀបធ្វើជ្រក់ជើងមាន់ចាបែបងាយៗឲ្យទុកបានយូរបងប្អូនតោះទៅទស្សនាពីរបៀបធ្វើរបស់ខ្ញុំទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះម៉ោង3រសៀលហើយតែមិនល្ងឹតទៀតតែមិនរកភ្លៀងបោះបើកភ្លើងហ៎ហើយថ្ងៃនេះដែរខ្ញុំបានធ្វើជ្រក់ជើងមាន់បងប្អូនធ្វើម៉ោង3ទៅយើងដាក់ក្លាសេយប់បន្តិចចាំញ៉ាំឥឡូវខ្ញុំដាក់ដាំទឹកឥឡូវនេះបងប្អូនខ្ញុំដាក់ដាំទឹកក្នុងទឹកដាក់កូនឡាក្រៃរំដេងស្លឹកក្រូចសើចហើយចំពោះទឹកហ្នឹងខ្ញុំដាក់អំបិលបន្តិចហើយនឹងប៊ីចេងបន្តិចដើម្បីឲ្យជើងមាន់យើងពេលដែលយើងស្ងោរទៅវាមានជាតិហើយចំពោះជើងមាន់របស់ខ្ញុំអត់ធំពេកអត់ទូចពេកខ្ញុំស្ងោររយៈពេល8នាទីទៅ10នាទីពេលដែលខ្ញុំដាក់ជើងមាន់ស្ងោរបងប្អូនខ្ញុំចាប់ផ្ដើមហាន់គល់ស្លឹកគ្រៃចំណែកឯគល់ស្លឹកគ្រៃនេះខ្ញុំហាន់តែខ្ចីៗទេខ្ញុំដាក់ទុកដាក់ជើងមាន់ណាពេលដែលយើងចាប់ធ្វើជ្រក់ហើយចំពោះគ្រឿងផ្សំបន្តទៀតខ្ញុំមានខ្ទឹមសជាមួយម្ទេសហើយខ្ទឹមសនេះខ្ញុំចិតជាចំណិតខ្លះជាមួយនឹងម្ទេសឲ្យសាច់នេះក៏ខ្ញុំទុកបណ្ដែតវាដែរបងប្អូនចំណែកឯម្ទេសក្រហមហឹលនេះខ្ញុំទុកកិនជាមួយនឹងខ្ទឹមសតែបន្តិចទេបងប្អូនហើយចំពោះជ្រក់ជើងមាន់ខ្ញុំប្រើតែគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចហ្នឹងនៅក្នុងតែពេលស្ងោរទេចំពោះពេលធ្វើជ្រក់ហ្នឹងខ្ញុំប្រើគល់ស្លឹកគ្រៃអាខ្ចីតែប៉ុណ្្នឹងទេរំដេងអីខ្ញុំអត់ប្រើទៀតទេបងប្អូនហើយថ្ងៃនេះដែរខ្ញុំនឹងបង្ហាញពីរបៀបធ្វើទឹកត្រីបែបផ្សេងណាចាអញ្ចឹងបងប្អូនចង់ដឹងថាបែបណាចាំរងចាំទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ទៅប្រកាសជាដឹងហើយបាទនេះខ្ញុំកំណត់ចំពោះជើងមាន់ខ្ញុំដាក់រយៈពេល8នាទីបែបនេះបងប្អូនអញ្ចឹងបានន័យថាវាអត់ផុយខ្លាំងពេកទេមកល្មមឆ្ងាញ់ហើយពេលដែលយើងស្ងោរជើងមាន់ហ្នឹងកុំភ្លេចត្រៀមទឹកកកទុកបងប្អូនយើងត្រាំជើងមាន់ដែលបានស្ងោរហើយហ្នឹងជាមួយនឹងទឹកកកឲ្យសាច់ជើងមាន់ហ្នឹងវាស្រួយឆ្ងាញ់បងប្អូនពេលញ៉ាំទៅស្វិតស្រួយឆ្ងាញ់ហ្មងដាក់ចេះមកហើយយើងទុកវាមួយឡែកសិនបន្តមកទៀតខ្ញុំបង្ហាញបងប្អូនពីរបៀបធ្វើទឹកត្រីរបស់ខ្ញុំម្ដងបើសិនជាបងប្អូនអត់ប្រកែញ៉ាំម្ទេសហឹរខ្លាំងដូចខ្ញុំទេបងប្អូនស្ងោរម្ទេសផ្លោកម្ទេសផ្លោកក្រហមហ្នឹងហើយយើងលេជាមួយខ្ទឹមកិនក៏បានដែរហើយនេះខ្ញុំដាក់ម្ទេសហឹរសុទ្ធឥឡូវនេះខ្ញុំចាប់ផ្ដើមវាល់ទឹកត្រីពេលខ្លះបងប្អូនបុកជាទឹកត្រីច្របល់មួយជើងមាន់ក៏ឆ្ងាញ់ដែរក៏ប៉ុន្តែទុកអត់បានយូរហើយវាដូចនតាយបងប្អូនអញ្ចឹងខ្ញុំធ្វើតែរបៀបនេះទេឥឡូវខ្ញុំវាល់ទឹកត្រីសិនខ្ញុំដាក់ទឹកត្រីមួយចានហ្នឹងទឹកត្រីបងប្អូនប្រើម៉ាអីក៏បានដែរជ្រក់ជើងមាន់ណាបងប្អូនពេលលេទឹកត្រីយើងលេទាំងស្ករត្នោតលេទាំងស្ករសឆ្ងាញ់ណាហើយបន្ថែមជាមួយនឹងរ៉ូឌីបន្តិចជាតិហ្មងខ្ញុំដាក់ទឹកត្រីមួយចានកន្លុកហ្នឹងឆៅមួយចានកន្លុកដូចគ្នាបងប្អូនហើយបន្តមកទៀតខ្ញុំយកទៅដាក់លើភ្លើងដើម្បីឲ្យទឹករបស់យើងវាពុះឆ្អិនសិនណាបងប្អូនឥឡូវនេះទឹកត្រីសម្រាប់ធ្វើជ្រក់ជើងមាន់ចាពុះហើយខ្ញុំដាក់ស្ករត្នោតចូលតិចសិនបន្តមកខ្ញុំកូរឲ្យវារលាយស្ករចេញហើយបាទខ្ញុំបិទភ្លើងបើយើងទិញគេភាគច្រើនណាជ្រក់ជើងមាន់កន្លែងខ្លះគាត់ប្រើទឹកក្រូចឆ្មាសុទ្ធតែកន្លែងខ្លះទៀតគាត់និយាយថាក្រូចឆ្មាថ្លៃដល់គេប្រើទឹកខ្មេះហើយអញ្ចឹងយើងអត់សូវញ៉ាំទេអញ្ចឹងយើងធ្វើខ្លួនឯងទៅបងប្អូនយូរបន្តិចតែញ៉ាំបានរយៈពេលយូរ1គីឡូអីញ៉ាំបានយូរចាឥឡូវរលាយស្ករត្នោតតែឥឡូវខ្ញុំចាប់ផ្ដើមថែមថយគ្រឿងដាក់ដូចជាប៊ីចេងហើយថែមស្ករសបន្តិចបងប្អូនប៉ុណ្្នឹងអត់ផ្អែមទេកុំភ័យខែលងជ្រក់ជើងមាន់នេះតិចផ្អែមខ្លាំងអត់ទេបងប្អូនជូរប្រៃផ្អែមមកឆ្ងាញ់ហ្មងប៊ីចេងស្ករសខ្ញុំដាក់តែមួយស្លាបព្រាសិនទេហើយកូរវាឲ្យរលាយសិនមកទុកទឹកនឹងឲ្យលាងត្រជាក់អ៊ុនៗណាបងប្អូនបានន័យថាមកលូកដៃបានណាអ៊ុនអញ្ចឹងណាស្ករត្នោតផងស្ករសផងនៅតែប្រៃចាអាគ្រឿងជ្រក់ប្រភេទនេះណាចុះគ្រឿងណាបងប្អូនតតែរាងដិតបន្តិចបានឆ្ងាញ់បើសិនជាបងប្អូនអត់មានម៉ាស៊ីនកិនទេយើងបុកដៃក៏បានដែរ
chạm mặt té chỉ một tấm chó hay tấm ní chỉ bôi mặt té để nhóm ban cân nó nhưng mà đặt tấm trà này bông ôn tạo bay cặp bay cặp tui tê bông ôn mơ cha được có ho cả hai nhá trà nó bắt trà để dương này nhắm hơi là thà lệ phần đừng ngọt mặt té nhóm đã pram rồi nè bông ôn hai chia sam sụp cọp rồi thà quạt ở trên nhắm đằng hơi lại ta bật chân chỉ bông ôn ở trên nhắm hơi ta chọn ăn po cả hóm để dùng bật chạy trôn trước mặt té plau vây po cả hóm nứng ngao với chỉ muối tực tray để dân bàn đám hay dân vô bằng cả lọc rồi có chỉnh tràm tới đã tới còn miên po này về cái phơi lộ cái phơi chẳng trả bông ôn về nhóm khơi cả hóm nhóm có tên nhắm xả chẳng nè ở tê bông ôn này ở chu tê ở thà lệ à lấy nó nhâm chỉ bạch cừu má nhâm chuột không ngang tới hay ở tực tray để nhóm bàn đam ở pu ní vì chập đam cho từ chị ai bông ôn đi xa từ nhóm đã nơi cam còn hà chẳng bọc pan nét mà tham thôi cái đường ba này bông ôn về lượng mà phim tực tray dân chụp dựng đã score đại hai tới viên là lấy lươn chẳng viên chập đằng rô chiết chẳng á mà một ní cho cái đường nè score bị trên rồi ma tực tray nó cứ cho màu hay mà một ní bọc hết cái đường nhóm cái đường plea bà sân chỉ rô chiết ở đặt tay cứ ở ngang này trái chú phải ao đầm nà kia ở miền mùi nà đặt chân mùi nà để trái kháng phải có ngành đài videoประมาณឆ្នាំមុនណាខ្ញុំបង្ហាញពីរបៀបធ្វើជ្រក់ជើងមាន់យើងបុកទឹកត្រីហើយយើងច្របល់ជាមួយជើងមាន់បដោយើងដាក់គល់លក្ខរីរំដេងអីអាហ្នឹងធ្វើញ៉ាំបានភ្លាមឯងបងប្អូនគាត់ថាបើយើងទុកនៅក្នុងទូទឹកកកវាទៅជាកកអាសាច់មាន់យើងហ្នឹងវាចេញជាតិមកកកដូចជាកស៊ូអញ្ចឹងណាហើយអាហ្នឹងវាមិនមានបញ្ហាទេបងប្អូនដោយសារតែទឹកត្រីជាមួយខ្ទឹមអីវាអត់ឆ្អិនតែវាឡើងតាយតែបើយើងធ្វើបែបនេះបងប្អូនទុកទូទឹកកកទុកមកទឹកមកស្រឡាញ់អត់មានចេញតាយពីខ្ទឹមអីទេនៅស្ទើជូរតែប្រៃផ្អែមអូខេហើយក្រឹមមកនឹងមកទៀតអត់ទេបងប្អូនហើយយូម្នាក់ច្រឡំតាខែភាសាគ្រប់គ្នាគោលន់ក្រឹមសង្ស័យតាខែភាសាលេងភ្លៀងវិញទេបើខែចែកមកឡើងម្ចាស់ដៃរហូតហើយlại lô phèn là quay ọt tật á rồi mà xòe là ô salad này lò rồi phải mày chơi tới sẽ tung từ chè sườn tịt ngày mấy cái đau khăng hai bên giấy bị tiệp nhóm bóng bổn fly đó khó này đốc cúp đầm ní tiệp bóng đà rí bàn cọt màu à lâu ta cọt trận màu thế cầm rụp khuộp qua đây mà tôi như có fly cúp đầm bóng bổn mà này nè ý tè nhom tận nam mình qua nổ một cái đập sao ta cái đập tiệp đây đàm tôi rồi tôi chết tầm bậy chứ đó ô cruchma này thông này flick behind bóng po này cruchma nhom đam mẹ mà này bồn nó một bay đây thật đai một fly à thông này một tì đỏ chỉnh một fly cruchma cả nòng cào nó mặt tê drop này bên dây bị drop on dây á behind bóng po nha cái ở này đặt tới phần này và tỏ mà tiệt mình tha kê lụa rồi còn phơi nhám mấy bông phao dương bật đại mà té chùm mùi nấm từ mình dương hàng chia bật từ chùm phố nhóm qua chỗ trong món nhà bạc ra đấy tầm cả hò mà ta bộ ông phao chọn ban chui bông phao vô bị nhây về nào một nhây về chào ôm tập trai ở đó mong ở lại điแต่ที่ไอ้บางคนยังแต่สามเชิงมันติดตะเกาะติดสั่นอันนี้ติดปลาจ้ะใครจะบางคนเชิงมันเยอะอัดริกใส่เชิงบิดนี่แต่การนาริกใส่เชิงบิดนี่คอยคลั่งไปอัดงานดีเอาวิชรับเพราะบางคนให้จะอันชอบแต่จะอันน้ำในขนมตะไคร้เจ้าเมาส์จุดเชิงมอนนี้บองปอนบัดเฟอร์ลวจุดนั้นเนี่ยนะบองปอนเมื่อวิดีโอนี้ให้อะยกเฟอร์ลวชีประเภทออนไลน์นี่ยังบัดลวเมียนเก่าเมียนไอ้กับบ้านในลวออนไลน์ปีม้วนยังลวตาบองปอนยังลวเชิงมอนออนไลน์จ้ะไปเกะกับมังบ้านยังเฟอร์จุ่ม
យើងធ្វើបែបលក្ខណៈគេហៅថាគ្រួសារចេះគេចូលចិត្តតែញ៉ាំណាមើលហើយពេលដែលញ៉ាំបានយើងចង់យកមកញ៉ាំពេលដែលត្រាំប្រហែលជា2 3ម៉ោងញ៉ាំបានហ្នឹងគ្រាន់តែបន្ថែមជាមួយជីវែងបន្តិចមកបងប្អូនឈ្ងុយយ៉ាមើលតែល្ងហ្នឹងបងប្អូនហាន់ខ្ញីដាក់ប្រទេសទៀតក៏បានដែរឆ្ងាញ់ប៉ុណ្ណេះមកយើងយកទៅដាក់ក្លាសេទូទឹកកកចាំយកញ៉ាំបានញ៉ាំបង្ហាញបងប្អូនបន្តទៀតបងប្អូនមានចម្ងល់អីចង់សាកសួរពីរបៀបធ្វើកែលូនខ្ញុំធ្វើទៅខ្វះត្រង់ចំណុចកន្លែងណាអីអាចសាកសួរនៅក្នុងខមមិនបានចា សង្ស័យមកទៀតហើយមេឃបងប្អូនហើយក្រុមមកទៀតហើយនេះហើយមែនតាហើយមើលធម្មជាតិអូលឺភ្លេងការកហឹមមកនេះបងប្អូនទុកមួយយប់ ទៅលុយទៅជា នៅលីយ៉ាទៅបេះជីបងបាយបេះជីក៏បានដែរ ជីអី ជីក្រហមបាច់ក៏បាន បាច់ទេ ចង់ដេកូអីអូយទៅងងម្ល៉េះ ទៅមួយទឹកហើយមួយអត់តោះសក់ហើយ ទីនេះថាហើយ ទីនេះទៅហើកត់សេរីរីញ៉ាំអស់លី អត់ មកវិញសក់ឲ្យស្រួលមើល ណាលីញ៉ាំដាច់ទេ ណាលីញ៉ាំដាច់ទេណាលីបានតែកកេចោល នេះអានេះមានសាច់ច្រើន អានេះគេញ៉ាំដៃ ភ្លក់ឲ្យបងប្អូនមើលទេតាមពិតបង្ហាញរបៀបធ្វើអញ្ចឹងណាឆ្ងាញ់ហ៎ ច្រើន ជាតិបដ ாய் ហ៎ក្លៀនដែរតែញ៉ាំអត់ដាច់ ញ៉ាំឡើងនេះកានណា ចឹងជោគជ័យណាធ្វើអានេះ ឆ្ងាញ់ណាស់ ឆ្ងាញ់ ពី បង មុន ប្អូ ខ្ញុំ ន ថតធ្វើលក់អនឡាញបងប្អូន ម៉េច បងប្អូនមើលហើយអាចសាកបានមើលខ្ញុំដាក់មកយកណាបងអត់មានឡើងអីគេតែអីណាអត់មានទេចាឆ្ងាញ់ មកអែម